យាយពីបត់វិញកូនវិញក៏បីសង្គ្រោះដល់មេដាបេដាវិញ5យ៉ាងដូចគ្នាកូនសង្គ្រោះមេដាបេដាទី1ត្រូវចិញ្ចឹមមេដាបេដាពីព្រោះលោកមានវ័យចំណាស់ចាស់ជារាហើយធ្វើអីមិនកើតទេអានឹងវិញចិញ្ចឹមគ្នាទៅវិញទៅមកតែក៏តែយើងនៅតូចក៏ចិញ្ចឹមយើងแล้วដល់ក៏ចាស់ជារាពុទ្ធបញ្រៀនឲ្យចិញ្ចឹមគាត់វិញព្រោះធម្មតាមនុស្សចាស់ជារាមានតែធ្វើអីកើតទោះបីមានចំណេះជំនាញការងារដែលធ្លាប់រកទ្រព្យសម្បត្តិចិញ្ចឹមកូនចៅក៏ឈប់រកកើតដែរវាអស់លទ្ធភាពដាច់ពលកម្មហើយហើយពុទ្ធលោកបញ្រៀនឲ្យកូនប្រុសស្រីឲ្យចិញ្ចឹមលោកវិញដោយគ្រឿងឧបភោគបរិភោគឧបភោគគ្រឿងប្រើប្រាស់បរិភោគគ្រឿងម្ហូបអាហារបើពោលតាមពុទ្ធសាសនាថាឲ្យចិញ្ចឹមលោកដោយបច្ច័យ4ហ្នឹងគ្រឿងស្លៀកសម្ពត់ខោអាវម្ហូបអាហារទីសេនាសនៈពូក្រេមុងខ្នល់ខ្នើយឯហ្នឹងអនុសង្គ្រោះក្នុងទីសេនាសនៈដែរហើយនឹងថ្នាំព្យាបាលរោគពេលលៀនលោកមានជំងឺនឹងលោកប្រពន្ធលោកទូមានចឹងឲ្យកូននឹងសង្គ្រោះគាត់សង្គ្រោះទី2មេដាបេដាលោកចង់ធ្វើអ្វីដឹងម៉ែពុកក៏ចង់ធ្វើអីក៏ធ្វើបំកើតចាស់ប្រាប់បងប្អូនតែឥឡូវម៉ែពុកក៏ចង់បាននេះបាននោះអីនាំយើងនាំអ្នកទៅធ្វើកិច្ចការអីក៏ចង់បានឲ្យសម្រេចអីក៏ទៅដោយហើយថ្ងៃសិលក៏ចង់ទៅវត្តទៅវាមិនរួចទេហើយត្រូវជូនក៏ទៅវត្តបងប្អូនយើងមានច្រើនយើងរវល់ឲ្យបងជូនទៅបងរវល់ឲ្យប្អូនជូនទៅអានេះជួយធ្វើកិច្ចការគាត់ដែលគាត់ចង់បានឲ្យសម្រេចសង្គ្រោះទី3ថែរក្សាពូជពងវង្សត្រកូលរបស់គាត់កុំឲ្យធ្លាក់ចុះវង្សត្រកូលរបស់គាត់ជាវង្សត្រកូលសប្បុរសជាអ្នកដែលមិនដែលធ្វើអំពើអាក្រក់បាបអីទេជាត្រកូលដែលបរិច្ចាគទានរក្សាសិលមានមេត្តាករុណាធម៌ទៅលើជីវិតរបស់មនុស្សជុំវិញហ្នឹងមនុស្សដូចគ្នាតែហ្នឹងការជួយសង្គ្រោះហ្នឹងគឺពុទ្ធលោកបញ្រៀនទាំងអស់ឲ្យជួយសង្គ្រោះម្យ៉ាងម៉ែឪសង្គ្រោះកូនកូនសង្គ្រោះម៉ែឪម្យ៉ាងយើងនៅសង្គ្រោះមនុស្សជាមនុស្សដូចគ្នាដែរតកូលលំអានម៉ែឪដូនតាយើងជាសប្បុរសចាស់នៅក្នុងស្រុកក្នុងភូមិគេស្រឡាញ់ទាំងអស់គ្នាថាគាត់ជាមនុស្សល្អមានទានមានសិលជាដើមអាស្រ័យនេះយើងជាកូនចៅត្រូវរក្សាត្រកូលរបស់គាត់ដែលល្អកុំឲ្យធ្លាក់ចុះបើចិនគេថាយីហោឲ្យរក្សាយីហោម៉ែឪហ្នឹងកុំឲ្យខូចរក្សាយើងម៉ែឪជាសប្បុរសដូនតាសប្បុរសដល់យើងជាកូនចៅទៅជាស្ទាវទៅតំណឹងអ្នកប៉ឡែស៊ីផឹករំជ្រៀងប្រព្រឹត្តអំពើអបាយមុខសបានឈ្មោះថាយើងអ្នកបំផ្លាញត្រកូលរបស់គាត់ឲ្យធ្លាក់ចុះហើយតាមពុទ្ធសាសនាបាបទានហើយយើងបំផ្លាញសេចក្តីល្អរបស់ត្រកូលអាស្រ័យនេះទី3ត្រូវថែរក្សាពូជពងវង្សត្រកូលរបស់គាត់ហើយបើយើងមានបើយើងជាកូនកូនលោកបែងចែកជា3ទេពុទ្ធ1អនុជាតបុត្រ2ទី1អតិជាតបុត្រទី2អនុជាតបុត្រទី3អវជាតបុត្រកូនលោកបែងចែកហើយណាកូនអតិជាតបុត្រគឺកូនដែលខ្ពង់ខ្ពស់ជាងម៉ែឪមានចំណេះវិជ្ជាចេះដឹងអីជាងម៉ែឪខ្ពង់ខ្ពស់ជាងម៉ែឪហើយណាទី2អនុជាតបុត្រស្មើគ្នានឹងម៉ែឪធ្វើអីបានប៉ុណ្ណាកូនបានប៉ុណ្ណាណាអ្នកទាំងកូនទាំងពីរនេះជាត្រកូលដ៏ល្អក៏បីត្រង់លើកតម្កើងប្រវេណីត្រកូលដែលល្អកុំឲ្យធ្លាក់ចុះយើងអាចធ្វើឲ្យបានខ្ពស់ជាងគាត់ទីកាន់តែល្អតែបើវគ្គជាតបុត្រកូនដែលថោកទាបបំផុតអានោះប្រកាសជាបំផ្លាញហើយឲ្យនេះខូចអន្តរាយអត់ដោយសារអវគ្គជាតបុត្រណាកូនស្ទាវកូនទំនឹងពេលលាក៏វាអត់ទៅតាមលំអានវងត្រកូលដែរនឹងមកកិរិយាសង្គ្រោះទី3របស់កូនកិរិយាទី4នៃសង្គ្រោះក៏បីថែរក្សាពាក្យទូលមានព្រានបដៅរបស់លោកឪពុកអ្នកម្ដាយ
ដែលក៏តែងតែបញ្យល់តែងតែប្រាប់យើង